ទ្រឹស្ដីសម្រាប់អ្នកអប់រំគឺផ្ដោតសំខាន់ទៅលើកត្តា3ទី1គឺអាកប្បកិរិយានិយមទី2គឺផ្ដោតទៅលើពុទ្ធិនិយមនិងទី3គឺផ្ដោតទៅលើស្ថាបនានិយមបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលបង្ហាញពាក់ព័ន្ធទៅនឹងទ្រឹស្ដីសម្រាប់អ្នកអប់រំមិនថាអ្នកអប់រំនោះផ្ដោតសំខាន់មិនថាជាគ្រូបង្រៀនទេសូម្បីតែអាណាព្យាបាលលោកឪពុកអ្នកម្ដាយក៏ត្រូវប្រកាន់ភ្ជាប់នៅទ្រឹស្ដី3នឹងដែរដែលទ្រឹស្ដីទាំង3នេះវាផ្ដល់អត្ថប្រយោជន៍សម្រាប់ប្រជាជនទូទៅសម្រាប់មនុស្សលោកទូទៅដើម្បីយកទៅអនុវត្តដើម្បីយកទៅប្រតិបត្តិអញ្ចឹងខ្ញុំមិនឲ្យខាតពេកយើងចូលទៅចំណុចទី1ទ្រឹស្ដីទី1គឺពាក់ព័ន្ធទៅនឹងអាកប្បកិរិយានិយមអញ្ចឹងជាធម្មតាសម្រាប់អ្នកអប់រំដំបូងឡើយគឺយើងត្រូវបណ្ដុះអិរិយាបថទៅកាន់ក្មេងៗតូចៗដើម្បីឲ្យគាត់មានអិរិយាបថល្អមានអិរិយាបថនឹងត្រឹមត្រូវការដេកដើរឈរអង្គុយនិយាយស្ដីនឹងគឺធ្វើយ៉ាងណាឲ្យគាត់ដើរតាមគន្លងធម៌ធ្វើយ៉ាងណាឲ្យគាត់ប្រតិបត្តិឲ្យគាត់និយាយគាត់សូម្បីតែការរៀបចំខ្លួនសូម្បីតែការចោលសម្រាមជាដើមគឺធ្វើយ៉ាងណាដើម្បីឲ្យគាត់ការបោះចោលសម្រាមនោះគឺមានសណ្ដាប់ធ្នាប់របៀបរៀបរយយើងក៏លេចទៅមើលប្រទេសជប៉ុនគឺគេការចូលរៀនរបស់ក្មេងៗថ្នាក់ទី1ទី2គេមិនផ្ដោតទៅលើការអប់រំជាកត្តាចាំបាច់ជាកត្តាចម្បងទេគឺគេផ្ដោតទៅលើការឲ្យក្មេងនឹងចេះមានអិរិយាបថរៀបរយរបៀបរៀបរយក្នុងការរស់នៅអិរិយាបថល្អការចេះទុកដាក់សម្រាមត្រឹមត្រូវអានឹងគេផ្ដោតសំខាន់អញ្ចឹងសម្រាប់អ្នកអប់រំទី1គឺបណ្ដុះឲ្យក្មេងនឹងគាត់មាននៅអាកប្បកិរិយាល្អទៅចំណុចទី2គឺពាក់ព័ន្ធទៅនឹងចំណុចទី2គឺពុទ្ធិនិយមគឺសំដៅទៅលើការបណ្ដុះនៅចំណេះដឹងបណ្ដុះនៅចំណេះវិជ្ជាជីវៈបណ្ដុះនៅចំណេះដឹងទូទៅឲ្យក្មេងៗឲ្យយុវជនស្គាល់អំពីតម្លៃនៃការសិក្សាស្គាល់អំពីការសិក្សាវាផ្ដល់សារៈប្រយោជន៍ផ្ដល់សារៈសំខាន់ទៅកាន់មនុស្សយើងដើម្បីឲ្យយើងធ្វើសកម្មភាពឬក៏ការយល់ដឹងអំពីបញ្ហាសកលលោកជាបញ្ហាសង្គមនៃការរស់នៅដើម្បីឲ្យចេះបត់បែនដើម្បីឲ្យចេះស្គាល់អំពីសកម្មភាពនានានៅក្នុងសង្គមដែលមានការបម្រែបម្រួលឲ្យជាដើមជាពិសេសគឺការរៀនសូត្រនៅក្នុងសាលារៀនហើយមិនមែនត្រឹមតែរៀននៅក្នុងសាលាទេគឺយើងរៀនពីសង្គមផងដែរទៅចំណុចទី3គឺពាក់ព័ន្ធទៅនឹងស្ថាបនានិយមយើងកន្លែងនេះយើងដឹងហើយថាមនុស្សទាំងអស់នៅក្នុងភពផែនដីគ្មានអ្នកណា perfect គ្មានអ្នកណាល្អឥតខ្ចោះគឺតែងតែមានចន្លោះប្រហោងតែងតែមានកន្លែងឆក់ល្វែងនេះអញ្ចឹងក្មេងត្រូវតែទទួលបាននៅការកែតម្រូវត្រូវទទួលបាននៅការកែប្រែនៅអិរិយាបថនៅចំណេះដឹងនៅអីផ្សេងៗដើម្បីកុំឲ្យអាភាពឆក់ល្វែងរបស់គាត់នេះកាន់តែខុសទៅអញ្ចឹងត្រូវការកែប្រែទៅការស្ថាបនាអំពីមនុស្សចាស់ឬក៏ជាអំពីឪពុកម្ដាយអំពីលោកគ្រូអ្នកគ្រូជាដើមអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយដូចក្មេងរៀនថ្នាក់បឋមជាទូទៅគេចង់ឲ្យគាត់ប្រើប្រាស់នៅខ្មៅដៃទៅសេហេតុអីដើម្បីឲ្យពួកគាត់ប្រើខ្មៅដៃពីព្រោះក្មេងកាលណាគាត់ទៅសេខ្មៅដៃយើងមានជ័រលុបងាយនៅក្នុងការលុបហើយអត់សូវមានស្លាកស្នាមទេប៉ុន្តែនៅពេលដែលគាត់វ័យធំទៅគាត់រៀនអនុវិទ្យាល័យមហាវិទ្យាល័យទៅគេឲ្យគាត់ប្រើប៊ិចគឺហេតុអីបានត្រូវឲ្យប្រើប៊ិចគឺបញ្ជានៅកំហុសឲ្យកាន់តែច្រើនកាលណាល្អកាលហ្នឹងហើយបើសិនជាខុសយកទឹកលុបទៅលុបវាប្រកាសណាស់តែឃើញស្លាកស្នាមដូច្នេះការស្ថាបនាការកែតម្រូវរបស់ក្មេងៗជំនាន់ក្រោយវាជារឿងល្អប៉ុន្តែការមិនមែនឲ្យជាការបន្ទោសបង្អាប់ការជេរស្ដីប្រមាថមាក់ងាយអីទេគឺជាការរិះគន់បែបនៃស្ថាបនាដើម្បីកែប្រែនៅអ្វីដែលមិនល្អឲ្យវាល្អឡើងមកវិញបាទអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមានតែ3ហ្នឹងទេដែលយកមកបកស្រាយគឺផ្ដោតសំខាន់ទៅលើទ្រឹស្ដីសម្រាប់អ្នកអប់រំមិនថាអប់រំនៅក្នុងផ្ទះអប់រំនៅក្នុងសង្គមអប់រំនៅក្នុងសាលាទេគឺយើងផ្ដោតសំខាន់ទៅលើកត្តា3ទី1និយាយខាងដើមទី1គឺពាក់ព័ន្ធទៅនឹងអាកប្បកិរិយានិយមទី2គឺពាក់ព័ន្ធទៅនឹងពុទ្ធិនិយមនិងទី3គឺពាក់ព័ន្ធទៅនឹងការស្ថាបនានិយមអញ្ចឹងថ្ងៃនេះបើមានការលើកលួសខ្វះខាតសូមខន្តីអភ័យទោសសូមអរគុណសូមជម្រាបលា